ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកទស្សនានៅផ្លូវមួយខ្សែដែលពីផ្លូវមិត្តភាពភ្នំពេញហាណូយផ្លូវ 72P ឬក៏ 72P ទៅកាន់តំបន់ឈុកមាសអញ្ចឹងផ្លូវនេះគឺយើងចាប់ផ្ដើមពីស្តុបផ្សារដេហុយហើយយើងបុកទៅត្រង់ទៅបាទនៅខាងស្ដាំដៃគឺជាសាលាភ្នំពេញថ្មីហើយយើងបត់មកឆ្វេងចូលតាមផ្លូវ 72P នេះគឺជាទិដ្ឋភាពនៅថ្ងៃសៅរ៍គឺអត់សូវមានមនុស្សឬក៏ចរាចរណ៍ច្រើនទេភាគច្រើនទីក្រុងភ្នំពេញមានចរាចរណ៍ច្រើនមមាញឹកនៅថ្ងៃធ្វើការចន្លោះពេលព្រឹកនិងពេលល្ងាចពេលចេញធ្វើការអញ្ចឹងយើងបត់មកផ្លូវនេះគឺផ្លូវ 72P ឬក៏យើងហៅថា 72P បារាំងចឹងទៅបាទហើយយើងបុកទៅត្រង់គឺឆ្ពោះទៅកាន់ឈុកមាសឬក៏យើងអាចទៅកាន់វត្តសំរោងដែតឬក៏យើងអាចឆ្ពោះទៅកាន់ស្តុប Century ឬក៏ពលានចន្ទហោះចា៎នេះគឺជាទិដ្ឋភាពតាមដងផ្លូវបាទដោយសារតែថ្ងៃហ្នឹងគឺមេឃវារាងសន្ទុំអត់សូវមានគេហៅថាពន្លឺថ្ងៃពេញលេញទេអញ្ចឹងនៅតាមដងផ្លូវក៏ពន្លឺក៏វាមិនសូវជាភ្លឺស្រស់ថ្លាដែរបងប្អូនបាទអញ្ចឹងទិដ្ឋភាពនៅតាមដងផ្លូវនេះគឺផ្លូវ 72P ដែលតភ្ជាប់ពីផ្លូវភ្នំពេញមិត្តភាពហាណូយឬក៏ហៅផ្លូវហាណូយបងប្អូនបាទអញ្ចឹងឆ្ពោះទៅកាន់តំបន់ឈុកមាសអញ្ចឹងបងប្អូនឃើញហើយបាទទិដ្ឋភាពនៅតាមដងផ្លូវមានអាជីវកម្មលក់ដូរបាទមានអីផ្សេងអញ្ចឹងសម្រាប់បងប្អូនដែលនៅទីក្រុងភ្នំពេញយូរហើយបាទឬក៏អ្នកដែលឡើងមកទីក្រុងភ្នំពេញថ្មីបាទបើជិះកាត់ផ្លូវហ្នឹងគឺបងប្អូនអាចដឹងហើយថាផ្លូវនេះគឺជាផ្លូវ 72P ដែលតភ្ជាប់ពីឈូកមាសឬក៏យើងអាចនិយាយបានថាពីមុខសាលាភ្នំពេញថ្មីឬក៏យើងអាចនិយាយថាភ្ជាប់ពីផ្លូវហាណូយទៅកាន់តំបន់ឈូកមាសបូរីពិភពថ្មីឈូកមាសឬក៏សំរោងដែតបាទអញ្ចឹងទិដ្ឋភាពនេះបងប្អូនឃើញបាទមានអាជីវកម្មបាទមានផ្ទះគេប្រងព្រាតបាទចរាចរណ៍ក៏ជិះប្រងព្រាតពេញនឹងបងប្អូនបាទអញ្ចឹងនេះបាទបើសិនជាយើងដល់តំបន់នេះបងប្អូនណាកន្លែងនេះណាយើងបត់ស្ដាំគឺឆ្ពោះទៅកាន់ផ្នែកខាងក្រោយនៃវត្តសំរោងដែតណាបងប្អូនអញ្ចឹងបើសិនជាយើងបត់ខាងឆ្វេងគឺយើងឆ្ពោះទៅផ្លូវមួយខ្សែទៀតដែលអាចឡើងទៅផ្លូវហាណូយឬក៏ស្តុបសេនជូរីដូចគ្នាអញ្ចឹងយើងកែលកន្លែងនេះបន្តិចមកបាទគឺយើងជិះទៅត្រង់គឺនឹងដល់តំបន់ឈុកមាសឬក៏បូរីពិភពថ្មីឈុកមាសអញ្ចឹងសម្រាប់បងប្អូនដែលធ្វើដំណើរឬក៏បងប្អូនមិនទាន់បានស្គាល់បងប្អូនអាចមើលតាមវីដេអូនេះបានហើយពេលក្រោយបងប្អូននឹងយល់ថាអូខេបើសិនជាបងប្អូនចង់ទៅកាន់តំបន់ឈុកមាសដោយមិនចាំបាច់ជិះកាត់បាទពីមុខបាទវត្តសំរោងដែរគឺបងប្អូនអាចជិះកាត់តាមពីមុខសាលាភ្នំពេញថ្មីហើយមកផ្លូវមួយខ្សែនេះគឺផ្លូវ 72P ហើយយើងអាចឆ្ពោះទៅកាន់តំបន់ឈុកមាសបានដូចគ្នាបងប្អូនឃើញទេបាទនេះផ្លូវនេះគឺផ្លូវ 72P បងប្អូនបាទអញ្ចឹងផ្លូវ 72P នេះគឺយើងអាចភ្ជាប់ទៅកាន់បាទផ្លូវមួយខ្សែទៀតគឺផ្លូវអង្គញាមរទ្ធីឬក៏យើងអាចបត់ឆ្វេងបងប្អូនឆ្ពោះទៅកាន់គេហៅថាផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីឬក៏យើងអាចហៅថាបាទចេញទៅកាន់ស្តុបផ្សារ Century បាទអញ្ចឹងបងប្អូនអាចមើលវីដេអូនេះបានសម្រាប់បងប្អូនដែលចង់ឃើញទិដ្ឋភាពផ្លូវនៅទីក្រុងភ្នំពេញបាទបងប្អូនអាចចុច Subscribe មួយទៅគឺខ្ញុំនឹងព្យាយាមថតជាវីដេអូឲ្យបងប្អូនស្គាល់អំពីផ្លូវនៅទីក្រុងភ្នំពេញផងដែរអញ្ចឹងបើសិនជាបងប្អូនបាទមកទីក្រុងភ្នំពេញថ្មីថ្មោងបងប្អូនបាទមិនចង់ជិះដោយប្រើ Google បងប្អូនអាចមើលវីដេអូនេះបានខ្ញុំនឹងរៀបរាប់ផ្លូវណាទៅណាបាទដើម្បីងាយស្រួលបងប្អូនជិះទៅមិនមានការវង្វេងផ្លូវឃើញទេបងប្អូនបាទអញ្ចឹង
បើសិនជាបងប្អូនវិញផ្លូវបងប្អូនមើលតែវីដេអូនេះគឺបងប្អូនពេលក្រោយគឺលេខអីបងប្អូនណាបាទនេះបងប្អូនកន្លែងនេះបើបងប្អូនបាត់ឆ្វេងណាបងប្អូនបងប្អូនបាត់ឆ្វេងគឺបងប្អូនទៅ scan stop century ផ្លូវសហព័ន្ធរុស្ស៊ីអញ្ចឹងយើងបាត់ស្ដាំនេះគឺទៅកាន់ជិះកាត់តំបន់ផ្សារឈុកមាសឬក៏យើងជិះទៅត្រង់រហូតគឺដល់គេហៅ stop សម្រងដែតឬក៏សម្រងដែតទៅណាបងប្អូនបាទអញ្ចឹងនៅតំបន់នេះតំបន់ឈុកមាសនេះបងប្អូនគឺអាសាស្ទះបាទពេលព្រឹកពេលថ្ងៃបាទពេលល្ងាចបាទភាគច្រើនគឺស្ទះទី1ដោយសារចរាចរណ៍ចេញពីបុរីបាទជិះឆ្លងកាត់ចុះឡើងទៅវានាំឲ្យមានការស្ទះទី2ខ្ញុំសង្កេតឃើញថានៅទីក្រុងភ្នំពេញមានការស្ទះដោយសារតែមានការចតបាទឬការលក់ដូរនៅតាមចិញ្ចើមផ្លូវជាដើមអញ្ចឹងធ្វើឲ្យនៅតាមផ្លូវមានការកកស្ទះហើយចំណុចសំខាន់មួយទៀតគឺសាលារៀនបាទពេលថ្ងៃឬក៏ពេលព្រឹកឬក៏ពេលល្ងាចអីគឺមានបាទមានឪពុកម្ដាយគាត់កូនដែលរៀននៅសាលាគឺវានាំឲ្យមានការកកស្ទះតាមដងផ្លូវបាទអញ្ចឹងបងប្អូនឃើញបាទទស្សនវិជ្ជានេះគឺម៉ោងល្ងាចដែរអញ្ចឹងមានការលក់ដូរតាមដងផ្លូវបាទតំបន់នេះគេហៅថាតំបន់ជុកមាសបងប្អូនណាបាទខាងឆ្វេងដៃខាងស្ដាំដៃនេះគឺបរិយាប្រភពសម័យជុកមាសហើយផ្សារជុកមាសជាដើមអញ្ចឹងបើសិនជាយើងជិះទៅត្រង់ទៅទៀតគឺយើងនឹងដល់គេហៅថា stop សម្រងដែត stop សម្រងដែតគឺបើសិនជាយើងជិះត្រង់យើងបាត់ស្ដាំគឺទៅកាន់ចកាព្រីងបាទទៅកាន់វត្តសម្រងដែតហើយបើយើងបាត់ឆ្វេងគឺជិះទៅរហូតមិនបាត់តាទេណាគឺយើងឡើងផ្លូវទៅនំកប់ស្រូវបាទឬក៏គេហៅថាវិថីឈ្នេះជិះហ្នឹងបងប្អូនណាបាទអញ្ចឹងបើសិនជាយើងចង់ទៅសាលាកូរ៉េបាទក៏យើងទៅផ្លូវនេះបានបងប្អូនបាទយើងចាក់ពីឈុកមាសបាទយើងចាក់ពីឈុកមាសមកយើងបាត់ឆ្វេងតាម stop បាទវត្តសម្រងដែតណាបាត់ឆ្វេងជិះទៅរហូតបងប្អូនដល់គេហៅថាផ្លូវទៅនំកប់ស្រូវបងប្អូនបាត់ស្ដាំទៅបាទបាត់ស្ដាំឆ្លង stop បាទវត្តភ្នៀនបន្តិចទៅគឺដល់សាលាកូរ៉េដូចគ្នាបងប្អូនណាបាទអញ្ចឹងតំបន់ជុកមាសធំណាបងប្អូនបាទមិនមែនតូចទេបងប្អូនបាទអញ្ចឹងតាមដងផ្លូវបងប្អូនមើលឃើញជាក់ស្ដែងហើយបាទអញ្ចឹងមិនពិបាកទេបើសិនជាបងប្អូននៅក្នុងទៅក្នុងការដែលយើងជិះបាទចង់ទៅទីណាទីណីចឹងហើយយើងស្រួលបាច់ផែនទីទេបាច់ជិះទៅ Google ដោយសារតែ Google ខ្លះយើងចុចទៅបាទវាប្រាប់ផ្លូវយើងខុសអញ្ចឹងណាជួនកាលផ្លូវតូចផ្លូវទាល់ក៏មានដែរតែបងប្អូនមើលវីដេអូខ្ញុំហើយគឺបងប្អូននឹងលេងបារម្ភហើយថាចង់ទៅតំបន់ណាបាទមិនពិបាកទេអញ្ចឹងបើសិនជាបងប្អូនចង់មកជុកមាសហើយបងប្អូននៅលើផ្លូវហាណូយយើងជិះតាមផ្លូវ 72P បាទហើយមួយទៀតបើសិនជាបងប្អូនចង់ជិះកាត់វត្តសម្រងដែរគឺយើងដល់វត្តយើងជិះតាមផ្លូវហាណូយរហូតយើងបាត់ឆ្វេងដូចគ្នាទៅគឺដល់ហើយបាទកន្លែងនេះគឺគេហៅថា stop សម្រងដែរណាបងប្អូនបើសិនជាបងប្អូនមានគេណាត់ជួបឬក៏គេចាំនៅ stop វត្តstop សម្រងដែរហ្នឹងបងប្អូនកន្លែងនេះមកចាំកន្លែងនេះក៏បានដែរឬក៏គេហៅថា stop ជាការព្រីងបងប្អូនណាកន្លែងហ្នឹងណាបាទខាងស្ដាំដៃគឺជាការព្រីងហើយយើងបាត់នេះយើងបាត់ឆ្វេងណាបងប្អូនបាត់ឆ្វេងគឺទៅគេហៅថាទៅនំកប់ស្រូវហើយបើយើងទៅត្រង់គឺយើងទៅផ្លូវអង្គញាមកុធីឬក៏ផ្សារបឹងបៃតង